มหากษัตริย์នឹងលួងយាយវេទនាណាប្រមាណខែនឹងនឹកដល់កូនចៅដែលនៅរត់ពីមាតុភូមិគឺថាវារៈកងយុទ្ធពលដែលនៅព្រំដែនគ្នាវេទនាអ្នកដែលគ្នាអស់ជីវិតទៅទាំងគ្រួសារម្ល៉េះហើយសូមផ្ញើសេចក្តីនឹករលឹកសួរសុខទុក្ខជូនកុសលទៅដល់កូនចៅទាំងអស់ដែលនៅព្រំដែនមហាក្សត្រនឹងលួងយាយបានធ្លាប់ផ្ញើអីទៅតាមសម្ដេចមហាមន្ត្រីមិនចេះចប់ដែរតែគ្នាតស៊ូណាស់តស៊ូមែនតើដើម្បីការពារជាតិសូមធ្វើម៉េចឲ្យបានសេចក្តីសុខឡើងវិញដល់ប្រទេសយើងកុំឲ្យមានការវេទនារបៀបនឹងតទៅទៀតឲ្យបានរស់នៅដោយសុខសន្តិភាព